ធ្លាក់សទាំង5ពណ៌នេះបង្ហាញថាអ្នកនរគ្នាមានបញ្ហាសុខភាពហើយលើសស្ដីអ្នកនរគ្នាវាខំបែបជួបខ្ញុំទីដែរខ្ញុំចេញហួយចំពោះស្ត្រីការធ្លាក់សក៏ជាប្រតិកម្មធម្មជាតិមួយដែលជួយទ្រទ្រង់សុខភាពក៏ដូចជាការពារការឆ្លងរោគឬក៏ជួយឲ្យទ្វារមានសំណើមប៉ុន្តែការធ្លាក់សរបស់ស្រីៗដែលមានពណ៌ច្រើនហើយនឹងមានច្រើនសន្តានដែលបញ្ជាក់ពីសុខភាពរបស់យើងបានច្រើនហើយទាំងអស់នេះខ្ញុំនឹងប្រាប់អ្នកនរគ្នាដែលតើតោះមួយពណ៌នៃការធ្លាក់សដែលស្រីៗគួរតែដឹងថាតើពណ៌ណាធម្មតាពណ៌ណាដែលទាមទារយើងគួរតែជួបជាមួយនឹងគ្រូពេទ្យទី1គឺពណ៌ក្រហមចាស់សន្តាននៃការធ្លាក់សពណ៌ក្រហមអាចនឹងមានច្រើនពីក្រហមខ្ចីរហូតដល់ក្រហមចាស់ហើយភាគច្រើនវាគ្រាន់តែជាវត្តរដូវប្រចាំរបស់មនុស្សស្រីយើងទេជាទូទៅវត្តរដូវការឡើងក្នុងអំឡុងពេល28ថ្ងៃទោះបីជាកម្រិតធម្មតាចន្លោះពី21ទៅ35ថ្ងៃហើយមានរយៈពេល3ទៅ5ថ្ងៃទៅវិញបើសិនបើយើងឃើញថាមានធ្លាក់ឈាមខុសធម្មតាដែលមិនជាវត្តរដូវឬក៏ស្ត្រីវ័យចំណាស់ខានមករដូវមួយឆ្នាំមួយដែរសុកក៏ឃើញធ្លាក់ឈាមចឹងគួរតែជួបជាមួយនឹងគ្រូពេទ្យទៅព្រោះវាអាចបណ្ដាលមកពីការឆ្លងមេរោគមាត់ស្បូនឬក៏ការជំងឺមហារីកមាត់ស្បូនទី2គឺពណ៌សការធ្លាក់សពណ៌សគឺអាចមានសន្តានខុសគ្នាពីពណ៌សខាប់ដោយគ្រឿងរហូតដល់ធ្លាក់សពណ៌លឿងចាំបើសិនបើយើងធ្លាក់សពណ៌សធម្មតាអត់បូករួមនឹងរោគសញ្ញាផ្សេងទៀតទេមានន័យថាយើងធ្លាក់សធម្មតាវាក៏ជាសញ្ញាថាសុខភាពយើងល្អធម្មតាដែរប៉ុន្តែបើករណីយើងមានពណ៌សតែមានស្ថានខាប់ខាងឬក៏ដុំដូចឈីអីចឹងហើយមានក្លិនអាក្រក់ដែលវាជាសញ្ញាបញ្ជាក់ថាយើងអាចនឹងឆ្លងមេរោគហើយយើងគួរតែជួបជាមួយនឹងគ្រូពេទ្យដើម្បីពិនិត្យមើលហើយការធ្លាក់សដែលមានស្នាមខាប់និងមានក្លិនអាក្រក់ហ្នឹងគឺអាចកើតឡើងដោយសារតែយើងឆ្លងមេរោគផ្សិតទី3គឺពណ៌លឿងហើយនិងពណ៌បៃតងហើយយើងធ្លាក់សដែលមានសភាពពណ៌លឿងព្រឿងមានន័យថាមិនមែនជាបញ្ហាអីទេយើងធ្លាក់សពណ៌លឿងហ្នឹងគឺវាអាចដោយសារតែយើងញ៉ាំអាហារឬក៏តាមពណ៌លឿងដែលយើងញ៉ាំចូលទៅតែប៉ុណ្្នឹងឯងទៅវិញបើសិនជាយើងធ្លាក់សមានពណ៌លឿងចាស់ខ្លាំងឬក៏ចូលដល់ពណ៌បៃតងវាអាចជាសញ្ញានៃបាក់តេរីឬក៏ការឆ្លងកាមរោគយើងគួរតែពិនិត្យជាមួយគ្រូពេទ្យទៅល្អទី4គឺពណ៌កាឈូកជួនកាលគ្នាយើងធ្លាក់សមកមានពណ៌កាឈូកខ្ចីឬក៏ទៅចាស់មានពណ៌កាឈូកចូលក្រហមអីចឹងទៅពេលខ្លះមានលាឈាមតិចតួចចឹងការធ្លាក់សពណ៌កាឈូកភាគច្រើនគឺវាកើតឡើងមុនពេលដែលស្រីៗយើងចិត្តមករដូវឬក៏ចំពោះស្រីៗគ្នាយើងដែលគាត់មួយចំនួនទៀតគឺមានឃើញមានធ្លាក់ពណ៌សពណ៌កាឈូកខូចពីអស់រដូវជាពិសេសគ្នាយើងដែលមករដូវតិចយ៉ាងវិញទៀតស្រីៗក៏អាចនឹងធ្លាក់ពណ៌កាឈូកហ្នឹងដោយសារតែមានការហែកជាលិកាការរហែកជាលិកានៅតំបន់ទ្វារមាសក៏ពេលដែលរួមភេទផងដែរអញ្ចឹងទោះជាយ៉ាងណាក៏ដោយការធ្លាក់សពណ៌កាឈូកគឺអាចបណ្ដាលមកពីការហូរឈាមក្នុងស្បូនចំពោះស្ត្រីពពោះក្នុងឆោមមាសទី1 5គឺពណ៌ប្រផេះការធ្លាក់សពណ៌ប្រផេះនេះបញ្ជាក់ថាសុខភាពយើងមានបញ្ហាហើយវាក៏ជាសញ្ញានៃការឆ្លងមេរោគមួយប្រភេទគឺបាក់តេរី vaginosis ដែលគេហៅកាត់ថា BV ប្រភេទមេរោគ BV ហ្នឹងគឺវាអាចបង្កជារោគសញ្ញានៅតំបន់សម្ងាត់របស់មនុស្សស្រីយើងដូចជាលមអាលីធុំខ្លាំងហើយឡើងក្រហមនៅតំបន់ទ្វារមាសហើយនៅមានរោគសញ្ញាច្រើនទៀតចឹងបើសិនជាអ្នកទាំងអស់គ្នាមានធ្លាក់សពណ៌ប្រផេះយើងគួរតែជួបគ្រូពេទ្យឲ្យបានលឿនដើម្បីពិនិត្យនិងព្យាបាលបានទាន់ពេលអញ្ចឹងអ្នកនរគ្នាគួរតែដឹងថាតើពេលណាដែលយើងគួរតែជួបគ្រូពេទ្យក្នុងករណីដែលយើងធ្លាក់សមានក្លិនមានសន្តានមិនប្រក្រតីយើងគួរតែជួបជាមួយនឹងគ្រូពេទ្យដូចជាលមឈឺអត់ឬក៏មិនស្រួលធ្លាក់សមានពណ៌សភាពខាប់ខ្លាំងឬក៏ដុំធ្លាក់ឈាមខុសធម្មតាធ្លាក់សពណ៌បៃតងពណ៌ប្រផេះឬក៏លឿងខ្លាំងធំក្លិនអាក្រក់ហើយកាហាយពេលបាត់ជើងតូចចាំវីដេអូមួយនេះគឺមានប៉ុណ្្នឹងទេអ្នកនរគ្នាបើមានចម្ងល់ខមមិននៅខាងក្រោមវីដេអូឬក៏ថាតាមរយៈ Facebook ខ្ញុំបានជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ